ok ngàyนี้យើងចាប់តាមរៀនអំពីវេយ្យាករណ៍មួយទៀតគឺមេហើយនិងម៉ាយមេហើយនិងម៉ាយនេះយើងរៀនផាតវត្តផ្នែកទី1មេហើយនិងម៉ាយនេះយើងបកប្រែថាប្រហែលឬអាចយើងបកប្រហែលបានអាចបានអញ្ចឹងយើងមកឧទាហរណ៍វាឧទាហរណ៍ example where is Miss ស្រីនាងតើកញ្ញាស្រីនាងនៅឯណា She may be in her house នាងប្រហែលជាចុះអាពាក្យ maybe នេះយើងបកប្រហែលជាថ្ងៃនេះគឺរៀនពី may នេះ maybe in her house នាងប្រហែលជានៅក្នុងផ្ទះរបស់នាងអញ្ចឹងបើយើងយកពាក្យមកជំនួស maybe គឺយកពីអីគឺ per head កាលណាយើងសរសេរ per head នេះយើងត្រូវតែសរសេរនៅពីមុខប្រធានឃើញទេអញ្ចឹងសរសេរបានមក per head she is in her house ប្រហែលជានាងនៅក្នុងផ្ទះរបស់នាងយើងមួយចំណុចនេះទៀតអញ្ចឹង maybe ស្មើនឹងពីអី per head អញ្ចឹងន័យមក she may be in her house mean that perhaps she is in her house អញ្ចឹងយើងមើលឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយនឹង my be តោះអញ្ចឹងរៀនហើយលេយើងចាប់ផ្ដើមរៀន my she might be having lunch អញ្ចឹង might be ស្មើពីអី might be ស្មើនឹងពី perhaps អញ្ចឹងបើយើងសរសេរ perhaps ស្មើពី perhaps she is perhaps he is having lunch he might be having lunch the same perhaps he is having lunch ប្រហែលជាគាត់កំពុងតែញ៉ាំបាយថ្ងៃត្រង់អញ្ចឹងពាក្យ might be វាស្មើនឹងពាក្យ perhaps he might be having lunch the same perhaps he is having lunch គឺន័យស្មើគ្នាអញ្ចឹងសួរថាតើមេហើយនឹងម៉ាយគេប្រើរូបមន្តម៉េចការប្រើប្រាស់របស់វាយ៉ាងម៉េចការប្រើប្រាស់របស់ម៉ាយរបស់មេហើយនឹងម៉ាយយ៉ាងម៉េចនេះរបៀបប្រើប្រាស់វា how to use about may and my របៀបប្រើប្រាស់អំពី may ហើយនិង my គឺសម្រាប់ for a possibility សម្រាប់លក្ខណៈដែលអាចឬក៏ប្រហែលអាចឬប្រហែលបន្តិចទៀតយើងនិយាយថាតើគេប្រើ may ហើយនិង my នៅពេលណាពាក្យ may ហើយនិង my នេះបន្តិចទៀតយើងដឹងណាយើងចូលដល់ចំណុច C ឥឡូវយើងចូលដល់ B may នៃរបស់វាគឺខ្លាំងជាង my may នៃរបស់វាខ្លាំងជាង my អញ្ចឹងបន្តិចទៀតយើងចូលដល់តោះឥឡូវយើងចាប់បានចូលដល់ B បន្តយើងចូលដល់ ask B សួរ B មើល he might know គាត់ប្រហែលជាចេះគាត់ប្រហែលជាដឹងឃើញទេអញ្ចឹងន័យរបស់វា perhaps he knows យើងដឹងហើយថាពាក្យ my ពាក្យ may នេះវាប្រជុំក្រោយវាគឺជាវឹកខ្ទង់ទី1បាទវឹកខ្ទង់ទី1អញ្ចឹងន័យរបស់វាយើងយកពាក្យ perhaps ទៅសេនៅពីមុខប្រធាន verb ដែលចូលនៅខាងក្រោយទៀត verb ហ្នឹងគឺ verb ថែមអញដោយសារ verb ហ្នឹងគឺជា verb ខ្ទង់ទី1បាទអរខាងនេះមក like later be the negative form of may is not and might is not ទម្រង់បដិសេធរបស់ may គឺ may not និង might គឺ might not ប្រហែលមិន may not ប្រហែលមិន might not ប្រហែលមិន example យើងនិយាយ it might not be true វាប្រហែលជាមិនពិតទេអញ្ចឹងយើងនិយាយបាន might not ប្រហែលជាមិនអញ្ចឹងយើងទៅសេប្រយោគមួយទៀតដែលស្មើនឹងវាគឺ perhaps it isn't true ប្រហែលជាវាមិនពិតទេយើងមួយទៀត I am not sure whether I can lend you any money ខ្ញុំមកច្បាស់ទេថាតើខ្ញុំអាចឲ្យអ្នកស្រីលុយមួយចំនួននោះខ្ញុំមិនច្បាស់ទេថាតើខ្ញុំអាចឲ្យអ្នកស្រីលុយមួយចំនួននោះ full stop មួយខាងមួយ I may not have enough
nhưng mà hai kia mình miên cục còn thì mình miên ấy mình miên lưng cục còn may not chắc như là say video của tiên smart thì ấy per hay I don't have enough one per hay I don't have enough one cái này nó cứ chừng người ấy one cái này nó cứ chừng người lôi hai kia trong mình miên lôi cục còn thì chắc là không cho mình miên đi cái ao dương chạy phòng phí là việc rạp mấy hơi nằm mày nơi vì đầu cáo dương nằm chua và tỏ tiết ông pi lẽ khăn thì cả rạp mấy nằm mai bỏ cho mình xí nằm đi cứ chiếm cho mình chót nơi hai thủ lên này thì mình see you again for watching my video we will meet again about my grammar part and my continuum part 2 thank you